ឆាពពាយជាមួយនឹងសាច់ជ្រូកបងប្អូនចាពពាយនេះយើងឆាជាមួយសាច់គោក៏ឆ្ងាញ់យកទៅធ្វើជាលក់ក៏ឆ្ងាញ់ដែរបងប្អូនសម្រាប់ជ្រលក់ប្រហុកទឹកគ្រឿងសម្លកកូរចាបើសម្រាប់ខ្ញុំអាចយកផ្លែពពាយហ្នឹងយកទៅធ្វើម្ហូបបានច្រើនមុខណាបងប្អូនចាពីព្រោះនៅក្នុងគ្រួសារខ្ញុំតែងតែដាំនៅរដូវវស្សាបងប្អូនចាដាំពី3គុំក្បែររបងផ្ទះយើងទៅយើងអាចបេះយកមកស្លប្រចាំថ្ងៃបានណាបងប្អូនចាឥឡូវបងប្អូនមកមើលខ្ញុំទាំងអស់គ្នាខ្ញុំចាប់ផ្ដើមឆាហើយខ្ញុំចាក់ប្រេងឆាបន្តិចនៅក្នុងផ្ទះឲ្យក្តៅទៅចាបន្ទាប់មកទៀតខ្ញុំយកពពាយហ្នឹងលីងវាបន្តិចចាបើសិនជាយើងលីងទៅដូចថាពណ៌ពពាយហ្នឹងវាមានបៃតងពណ៌បៃតងស្រស់ហ៎បងប្អូនចាបើសិនជាយើងឆាចូលតែម្ដងដូចថាវារៀងខ្មៅតិចចានេះសម្រាប់ខ្ញុំណាបងប្អូនចុះបងប្អូនឆាយ៉ាងម៉េចដែរសម្រាប់ពពាយចាបន្លែដែលឈ្មោះថាពពាយហ្នឹងបងប្អូនចាបន្ទាប់ពីលីងប្រហែលជា1នាទី2នាទីហើយយើងដួសដាក់ចានសិនមកបងប្អូនចាហើយខ្ទះដដែលដែលនៅសល់ប្រេងឆាហ្នឹងខ្ញុំដាក់ខ្ទឹមសចូលបន្តិចបងប្អូនចាជាធម្មតាពេលដែលខ្ញុំឆាខ្ញុំចូលចិត្តឆាខ្ទឹមសឲ្យរាងពណ៌ក្រហមរាងឈ្ងុយសិនបើខ្ញុំចាក់សាច់ជ្រូកចូលចាពេលដែលចាក់សាច់ជ្រូកចូលហើយខ្ញុំឆាសាច់ជ្រូកហ្នឹងឲ្យរាងសោះទឹកបន្តិចណាបងប្អូនចានេះរាងដូចថាប្រេងឆាតិចពេកចាបន្តមកទៀតគឺខ្ញុំបន្ថែមនៅម្សៅស៊ុបមាន់ប៊ីចេងស្ករចាបើបងប្អូនមានស្ករត្នោតប្រើក៏បានដែរចាប៉ុន្តែថ្ងៃនេះខ្ញុំអត់មានហើយនឹងទឹកត្រីខ្ញុំអត់ដាក់អំបិលទេណាបងប្អូនចាពីព្រោះខ្ញុំឆាតិចអញ្ចឹងបើដាក់អំបិលខ្លាចប្រៃនេះជាប្រេងខ្យងចាពេលដែលឆាហើយខ្ញុំជួយចិត្តភ្លក់មើលសិនបើសាប្រៃខ្ញុំអាចបន្ថែមបន្ថយទៅតាមហ្នឹងបងប្អូននេះជាម្ទេសក្រៀមចាហើយជាធម្មតាពេលដែលឆាសាច់ជ្រូកជាមួយបន្លែអញ្ចឹងឥឡូវខ្ញុំជួយចិត្តបន្ថែមនៅម្ទេសក្រៀមហ្នឹងបងប្អូនចាកាច់ដាក់វាតែម្ដងបងប្អូនចាពីព្រោះម្ទេសនេះខ្ញុំហាលវាទុកឡើងស្រួយស្រាប់ហើយអញ្ចឹងពេលធ្វើម្ហូបខ្ញុំគ្រាន់តែយកមកកាច់ដាក់ហើយជាការស្រេចឥឡូវចាក់ពពាយដែលយើងឆាទុកពីមុនហ្នឹងយកចូលគ្នាមកណាបងប្អូនចារួចហើយយើងបន្ថែមទឹកបន្តិចទៅបើសិនជារៀងស្ងួតទៅបងប្អូនពីព្រោះខ្ញុំដាក់ប្រេងឆាដូចខ្ញុំប្រើមិនសូវច្រើនទេបងប្អូនចាដូចថាបរិមាណល្មមសមនឹងបន្លែហើយនឹងសាច់របស់ខ្ញុំបងប្អូនហើយជាធម្មតាខ្ញុំកាត់បន្ថយប្រេងឆាបន្តិចចាពេលដែលខ្ញុំធ្វើម្ហូបតិចអញ្ចឹងខ្ញុំបន្ថយយាយបងប្អូនចាពីមុនមកខ្ញុំចូលចិត្តដូចថារៀងរលើបរលោងប្រេងឆាឬក៏ខ្លាញ់ឥឡូវបើថាឆាបន្លែខ្ញុំបន្ថយដាក់តែបន្តិចទេបងប្អូនចាបើបំពងអីដឹងធ្វើម៉េចអាហ្នឹងជាដូចថាយើងត្រូវតែប្រើខ្លាញ់ច្រើនប៉ុន្តែបើឆាយើងដកមកវិញមកចាអរគុណជម្រាបលា